ផ្លាស់ប្ដូរឥរិយាបថចំពោះចតាកម្មបើយើងបែរខ្នងដាក់លោកនេះនឹងបែរខ្នងដាក់យើងវិញមិនខានចតាកម្មមិនអាចផ្លាស់ប្ដូរបានក៏ពិតមែនតែអ្វីដែលយើងអាចផ្លាស់ប្ដូរបានគឺឥរិយាបថរបស់យើងចំពោះចតាកម្មនារដូវក្តៅឆ្នាំមួយក្រែងមានអាយុ16ឆ្នាំត្រូវបានបាត់បង់បងប្រុសជាទីស្រឡាញ់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចាប់តាំងពីពេលនោះមកគេក៏ខ្លាចជាមនុស្សគ្មានវិញ្ញាណក្នុងខ្លួនអារម្មណ៍ឈឺចាប់ដែលត្រូវបានបាត់បង់សាច់ញាតិសាច់សាលលោហិតបានជិះជាន់ដួលចិត្តគេជារៀងរហូតមកគេបានខ្លាចជាមនុស្សស្ងាត់ស្ងៀមពុំសោមាត់ពុំសោកនិងពុំសោជារីករាយដោយកាលពីមុនឡើយហើយតែងតែគិតថាសេចក្តីសោកវាគឺជារបស់អ្នកផ្សេងចំណែកភាពឈឺចាប់ទុក្ខវេទនាបានប្រែក្លាយគេជាសត្វនៅក្នុងទ្រុងភាពស្រងេះស្រងោចបានក្លាយមកជាក្រណាត់ហុំព័ទ្ធខ្លួនគេឲ្យជាប់ទ្រឹងគេខ្លាចជាមនុស្សគ្មានមិត្តភ័ក្តិមិនចង់សេពគប់នឹងអ្នកដទៃរហូតចង់ធ្វើអត្តឃាតខ្លួនឯងទៀតផងរហូតមកដល់ថ្ងៃមួយគេចាប់ផ្ដើមភ្ញាក់រលឹកឡើងវិញគេដឹងថាហេតុអ្វីបានជាជីវិតខ្លួនត្រូវហត់នឿយនឹងរងទុក្ខវេទនាដល់ថ្នាក់នេះអ្វីគ្រប់យ៉ាងដែលកន្លងមកសុទ្ធតែជារឿងគ្មានបានការទាំងអស់មនុស្សយើងកាលបើស្លាប់ហើយគឺស្លាប់ជារៀងរហូតការនឹកទៅដល់អ្នកដែលស្លាប់ក្រៅពីការស្រែកយំសោកសង្រេងត្រហេបត្រហប់មុខរណ្ដៅកប់សពរឿងដែលសំខាន់ជាងគេនេះគឺមិនមែនសាំងកំផែងឃុំឃាំងខ្លួនឯងក្នុងភាពសោកសៅស្លុតរន្ធត់ទេតែជាការផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងហើយដើរតម្រង់ទៅមុខជាបន្តទៀតវាប្រសើរជាងក្រោយមកទៀតគេបានទៅសេពគប់នឹងមិត្តស្រីម្នាក់មិនយូរប៉ុន្មានក៏ត្រូវចែកផ្លូវគ្នាគេលែងមានអារម្មណ៍ឈឺចាប់និងចង់ស្លាប់ទៀតហើយគេចេះជ្រើសរើសភាពរឹងប៉ឹងនិងផ្លាស់ប្ដូរវិធីគិតនិងវិធីសម្លឹងមើលនៅបញ្ហាគេមិនព្រមឃុំឃាំងចិត្តវិញ្ញាណខ្លួនឯងនិងលោកពិតរបស់ខ្លួនឯងទៀតទេក្នុងការប្រព្រឹត្តទៅនៃជីវិតម្នាក់សុទ្ធតែត្រូវជួបនឹងគ្រោះអាក្រក់បើមិនតិចក៏ច្រើនដែរដូចជាញាតិមិត្តត្រូវស្លាប់មិត្តភ័ក្តិត្រូវបែកបាក់ប្រត់ប្រាស់គ្នាឬត្រូវមានជំងឺឈឺស្កាត់លាក់តែយើងត្រូវមានសតិជានិច្ចថាទាំងនេះពុំមែនជារឿងដែលសំខាន់ចាំបាច់រហូតដល់ធ្វើឲ្យជីវិតយើងត្រូវអាប់អោនលិចលង់ងើបក្បាលមិនរួចនោះទេមុខរបួសដ៏ធ្ងន់ធ្ងរនិងកាយសាហាវបំផុតដែលធ្វើឲ្យជីវិតយើងវិនាសនោះគឺអ្វីដែលកប់ដល់សែនជ្រៅក្នុងដួងចិត្តវិញ្ញាណខ្លួនឯងតែប៉ុណ្ណោះដែលធ្វើឲ្យយើងអស់សង្ឃឹមយ៉ាងពិតប្រាកដបើយើងបែរខ្នងដាក់លោកនេះក៏នឹងបែរខ្នងដាក់យើងវិញដែរយើងមិនអាចផ្លាស់ប្ដូរចតាកម្មបានក៏ពិតមែនតែអ្វីដែលអាចផ្លាស់ប្ដូរបាននោះគឺឥរិយាបថរបស់ខ្លួនចំពោះចតាកម្មគ្រាន់តែតទល់នឹងចតាកម្មដល់ឥរិយាបថមួយសមរម្យពេលនោះចតាកម្មក៏នឹងលែងជារឿងអ្វីដែលប្លែកលំបាកលំបិនទៀតហើយយើងត្រូវបោះបង់ចោលនៅផ្នត់គំនិតដែលអស់សង្ឃឹមត្រិះរិះពិចារណានិងផ្លាស់ប្ដូរទស្សនៈខ្លួនឯងនោះលោកនេះនឹងស្រស់ថ្លាឡើងវិញសច្ចធម៌របស់លោកនេះគឺគ្មានអ្វីផ្លាស់ប្ដូរឡើយពន្លឺព្រះអាទិត្យក៏នៅតែភ្លឺចិញ្ចែចិញ្ចាញផ្ដល់កម្ដៅដល់សត្វលោកដូចដើមហើយពន្លឺព្រះច័ន្ទនៅតែស្រទន់ត្រចះត្រចង់លួងដល់សត្វលោកជានិរន្តរ៍អរគុណតាមដានវីដេអូនេះជួបគ្នានៅវីដេអូក្រោយ